លោកហ៊ុនហេងបើកបរនៅក្នុងស្ថានភាពស្រវឹងបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់1នាក់និងរបួស5នាក់លទ្ធផលពេលនេះគឺចាតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ1ឆ្នាំទោសដែលនៅសល់ត្រូវព្យួរចាបើនិយាយទៅត្រូវជាប់3ឆ្នាំប៉ុន្តែព្យួរ2ឆ្នាំអញ្ចឹងអនុវត្តនៅក្នុងពន្ធនាគារតែ1ឆ្នាំទេនិងពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន4លានរៀលពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់និងរបួសអ្នកដទៃកាលពីថ្ងៃទី14ខែតុលាឆ្នាំ2025សាលាដំបងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះហ៊ុនហេងភេទប្រុសអាយុ61ឆ្នាំដែលជាអតីតនាយកការិយាល័យភ័ស្តុភារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដាក់ពន្ធនាគារកំណត់3ឆ្នាំតែតម្រូវឲ្យអនុវត្តក្នុងពន្ធនាគារ1ឆ្នាំទោសនៅសល់ត្រូវព្យួរនិងផាកពិន័យចូលថវិការដ្ឋចំនួន4លានរៀលពីបទបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់និងរបួសអ្នកដទៃ